បងស្មែលូមរណាកូប្រូអរគុណបងស្នេហ៍អូនហើយមិនដេចឡើយមានគេដឹងទេអូនជឿពិតផ្សាកូនឡពេលលឺបងវាចារៀមរានឹងគេតាក់តងស្ទើរកៀងបេះដូងទៅហើយថ្លៃទោះមែនឬលេងអូនមិនព្រមឡើយស្រីមិនបណ្ដោយតាមចិត្តចរណៃឃើញហើយឈឺប៉ុណ្ណាជីវ៉ាបងបណ្ដោយស្រីភក្តីត្រូវរលាយពេលនេះតែអូនមិនអាចផ្លាច់មកព្រោះរូបកល្យានអូនបានឆ្លាក់ក្នុងបេះដូងទៅហើយអាយុទៅធូរបេះដូងស្មោះស្មោប្រែមកឈឺចាំក្តីស្នេហ៍អូនមិនប្រែឡើយទោះបីត្រាំត្រៃខ្លាចជាយ៉ាងណាក៏ស្រីសូមប្រាប់នៅជាមួយបងរហូតដល់ស្លាប់ក៏ព្រមបងមានគាត់ហេតុអីបងលាក់បាំងបងអត់ប្រាប់ខ្ញុំត្រង់មកបងសំជាបរោះអត់បងស្នេហ៍អូនហើយមិនដេចឡើយមានគេដឹងទេអូនជឿពិតផ្សាកូនឡពេលលឺបងវាចារៀមរានឹងគេតាក់តងស្ទើរកៀងបេះដូងទៅហើយថ្លៃទោះមែនឬលេងអូនមិនព្រមឡើយស្រីមិនបណ្ដោយតាមចិត្តចរណៃឃើញហើយឈឺប៉ុណ្ណាជីវ៉ាបងបណ្ដោយស្រីភក្តីត្រូវរលាយពេលនេះតែអូនមិនអាចផ្លាច់មកព្រោះរូបកល្យានអូនបានឆ្លាក់ក្នុងបេះដូងទៅហើយអាយុទៅធូរបេះដូងស្មោះស្មោប្រែមកឈឺចាំក្តីស្នេហ៍អូនមិនប្រែឡើយទោះបីត្រាំត្រៃខ្លាចជាយ៉ាងណាក៏ស្រីសូមប្រាប់នៅជាមួយបងរហូតដល់ស្លាប់ក៏ព្រមតែអូនមិនអាចផ្លាច់មកព្រោះរូបកល្យានអូនបានឆ្លាក់ក្នុងបេះដូងទៅហើយអាយុទៅធូរបេះដូងស្មោះស្មោប្រែមកឈឺចាំក្តីស្នេហ៍អូនមិនប្រែឡើយទោះបីត្រាំត្រៃខ្លាចជាយ៉ាងណាក៏ស្រីសូមប្រាប់នៅជាមួយបងរហូតដល់ស្លាប់ក៏ព្រមនៅជាមួយបងរហូតដល់ស្លាប់ក៏ព្រមបងទៅចុះជូនពរបងឲ្យមានសុភមង្គលតើបងទៅចិត្តថាខ្លួនផងអត់ទឹកនឹងមុខរះហ្នឹងគេដេញចេញអត់មកទេមិនได้ស្គាល់ហើយបងនិយាយពីចុងក្រោយប្រហែលពុនទៅតែសាប់ខ្លួនហើយដល់ឡងទៅទៅបងខុសណែគេចេះខែខ្លួនគេមកគេស្អាតប៉ុណ្ណឹងមិនបាច់ប្រាប់គេធ្វើយំឆ្ងល់ឯងមិនអរគុណបងប៉ុន្តែឆ្ងល់ឯងមិនរើសនេះមើលនេះកាបើនេះស្អាតជាងបើរឿងមែនតើណាគ្មានដែរគេណាអ្នកណាគេយកស្រីចាស់ឲ្យគេប្រឡែងស្រីក្មេងស្អាតដល់សខ្ចីចឹងទេជួការមានលក្ខណៈពិសេសអ្វីម្យ៉ាងមិនយំមែនតើឯសុបនិមិត្តមែនតើអូយំមែនតើបកាយយំសាណាយំឲ្យចាញ់មើល
សាណាពេលខ្លះចាញ់មកកន្លែងសិនណាបើសិនជាឲ្យសើចវិញបានអស់ស្ទះបើឲ្យយំងាយចាញ់ទេតា3យំមើចាញ់អត់អត់ទេបងអត់ងាយចាញ់ហ្មងអូចឹងមនុស្សមុខរឹងមិនងាយចាញ់ទេភ្នែករឹងអីណាភ្នែកអីចុះភ្នែកនៅជាប់មុខអូមែនត្រូវយ៉ាប់មែនចាបាទអរគុណសម្រាប់លោកពូអ្នកមីងឲ្យទៅកាន់វេទិកាវិញខ្ញុំណាដឹងចឹងចាវើបើដឹងឡើងមកថោកចឹងខ្ញុំអត់ឡើងណាចំណងថ្ងៃក្រោយមកខ្ញុំឡើងទទួលតម្លៃនេះស៊ីនាងឯងចឹងគេនេះកុំហៅលោកគ្រូបាទសូមយកប្រយោគខ្ញុំតារាក៏យកទាំងអស់បាទសូមជឿអរគុណណាបងចម្រុងហើយបងតដែលជួយសម្ដែងតែលុយនៅដដែលណាបាទអរគុណអរគុណអ្នកទាំងអស់គ្នាដែលចូលរួមសប្បាយជាមួយនឹងកម្មវិធីពេញត្រអត់ថ្ងៃនេះចុងក្រោយលោកគូលបាទជាចុងក្រោយក៏សូមថ្លែងអំណរគុណដល់ភ្ញៀវកិត្តិយសក៏ដូចជាទូរទស្សន៍ My TV ហើយអរគុណដល់គណៈកម្មការទាំង4ផងដែរបាទដែលបានផ្ដល់ឱកាសឲ្យខ្ញុំបានចូលរួមសប្បាយជាមួយនឹងកម្មវិធីពេញចិត្តអត់បាទសូមអរគុណសូមអរគុណដល់បងអរគុណដល់អ្នកមួយអរគុណដល់កម្មវិធី My TV ទាំងមូលដែលផ្ដល់កិត្តិយសសម្រាប់រូបនេះខ្ញុំអរគុណដល់បងប្អូនដែលចំណាយពេលវេលាមកទស្សនានៅកម្មវិធីនេះអរគុណដល់បងខំជួយសម្ដែងមែនតើអរគុណណាស់អរគុណបងទាំង4នាងខ្ញុំមកទៅបកាយវោហើយសូមជូនពរបងប្អូនទាំងអស់នៅក្នុងឆ្នាំថ្មីសុខភាពល្អរកស៊ីទទួលទានមានបានគ្រប់ក្រុមគ្រួសារអរគុណសង្ឃឹមជួបនាងខ្ញុំពេលក្រោយចា៎ចំក្រោយនាងខ្ញុំសូមអរគុណដល់ទូរទស្សន៍ My TV ដែលបានផ្ដល់កិត្តិយសសម្រាប់នាងខ្ញុំគ្រប់កម្មវិធីទាំងអស់ហើយក៏អរគុណដល់គណៈកម្មការទាំងអស់ចាអរគុណដល់ពុកម៉ែបងប្អូនដែលទស្សនាទីនេះផ្ទាល់ក៏ដូចជានៅតាមគេហដ្ឋានចាជូនពរក្នុងឱកាសឆ្នាំថ្មីខាងមុខនេះជួបតែសុខភាពល្អសំណាងល្អគ្រប់ក្រុមគ្រួសារទាំងអស់ហើយអរគុណដល់បងទាំងពីរក៏ដូចជាជូនពរដល់ចាបងស្រីទាំង3គាត់ខ្ញុំបងស្រីទាំង3ចាឲ្យចង់និយាយថាឲ្យមានសមត្ថភាពឲ្យខ្លាំងជាងនឹងទៀតចាអរគុណច្រើនចាបងចាសម្រាប់រឿងខ្ញុំក៏សូមអរគុណដល់វណ្ណសានាចាអរគុណដល់បុយក៏ដូចជាអរគុណដល់បងគណៈកម្មការទាំង4ហើយអរគុណដល់ទស្សនិកជនដែលទស្សនានៅគេឋានក៏ដូចជាទស្សនិកជនដែលចំណាយពេលវេលាដ៏មានតម្លៃទស្សនានៅទីនេះហើយក៏សូមជូនពរដល់អ្នកទាំងអស់គ្នាឲ្យមានសុខភាពល្អនៅក្នុងឆ្នាំថ្មីរកទទួលទានមានបានគ្រប់ក្រុមគ្រួសារជូនពរដល់បេក្ខជនទាំងអស់ឲ្យទទួលបានជោគជ័យចាខិតខំប្រឹងប្រែងចាអរគុណអរគុណសម្រាប់ការចូលរួមរបស់អរគុណចាទី2ចាអរគុណបាទយើងនឹងជួបគ្នានៅវគ្គចុងក្រោយដែលជាវគ្គនៃការប្រកាសលទ្ធផលអនុញ្ញាតសម្រាប់ Reflection